ភ្ញៀវទេសចរបរទេសគឺគាត់ឈរមើលឡើងផ្លឹកហ្មងអ្នកទាំងអស់គ្នាដែលសារតែគាត់ឆ្ងល់ថាហេតុអីក៏អរិយធម៌វប្បធម៌ប្រទេសយើងគឺវាល្អផូរផង់យ៉ាងហ្នឹងហើយសិល្បៈបុរាណខ្មែរនេះគឺគ្មានអ្នកណាលួចពីយើងបានទេដោយសារម្ចាស់ដើមយើងនេះទាំងការសម្ដែងទាំងការដាក់អារម្មណ៍របស់តួមួយគឺធ្វើឲ្យការសម្ដែងមើលទៅគឺជក់ចិត្តខ្លាំងមែនតើហើយនេះគឺជាកម្មវិធីសប្តាហ៍បតិកភណ្ឌវប្បធម៌អរូបីកម្ពុជាយើងណាដែលមានការសម្ដែងច្រើនមែនតើដល់ទៅ2ថ្ងៃគឺនៅថ្ងៃទី29និង30ខែវិច្ឆិកាយើងនឹងឯងហើយខ្ញុំមកនេះគឺជាថ្ងៃទី2ឯអ្នកទាំងអស់គ្នាហើយថ្ងៃទី2នេះខ្ញុំឃើញថាមានការសម្ដែងច្រើនមែនតើមានពីការសម្ដែងទស្សនីយភាពចបៃដងវែងមានតាំងពីការសម្ដែងទស្សនីយភាពល្ខោនស្រមោលស្បែកមានការសម្ដែងរបាំព្រះរាជទ្រព្យហើយអ្វីដែលខ្វះអត់បានហ្នឹងគឺការសម្ដែងទស្សនីយភាពល្ខោនខោវត្តស្វ័យដែកនឹងតែម្ដងហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយទៀតហ្នឹងគឺការសម្ដែងគុលបុត្រកតោអ្នកទាំងអស់គ្នានិយាយមែនអ្នកទាំងអស់គ្នាបតិកភណ្ឌវប្បធម៌ខ្មែរយើងគឺមានច្រើនណាស់មិនមែនមានត្រឹមតែខ្ញុំរៀបរាប់ប្រមាណហ្នឹងទេប៉ុន្តែគឺមានច្រើនទៀតមែនតើដែលយើងជាកូនខ្មែរត្រូវថែរក្សាវាឲ្យបានកុំឲ្យមានចោលណាមកលួចបានអញ្ចឹងណាព្រោះអីនៅពេលដែលរបស់យើងល្អវប្បធម៌របស់យើងល្អគឺវាតែងតែមានហើយចោលដែលចង់លួចរបស់យើងយកទៅធ្វើជារបស់ខ្លួនឯងហ្នឹងអញ្ចឹងបើសិនជាយើងជាកូនខ្មែរគ្រប់គ្នាយើងគួរតែនាំគ្នាថែរក្សាគាំទ្រនិងឲ្យតម្លៃខ្ញុំជឿជាក់ថាវប្បធម៌ខ្មែរយើងកាន់តែរីកចម្រើនកាន់តែថ្កុំថ្កើងឡើងហើយដោយកម្មវិធីសប្តាហ៍បតិកភណ្ឌអរូបីនេះគឺជាការអបអរសាទរសម្បត្តិបតិកភណ្ឌអរូបីដែលចូលជាសម្បត្តិបតិកភណ្ឌពិភពលោកអរូបីនៃអង្គការ UNESCO មួយចបៃដងវែងនេះអញ្ចឹងនេះគឺជាឆ្នាំទី9ហើយដែលចបៃដងវែងរបស់ខ្មែរយើងជាសម្បត្តិបតិកភណ្ឌវប្បធម៌អរូបីនៃអង្គការ UNESCO 9ឆ្នាំហើយអ្នកទាំងអស់គ្នាហើយដោយល្ខោនខោរបស់ខ្មែរយើងអញ្ចឹងដែលនេះគឺជាឆ្នាំទី7ហើយដែលល្ខោនខោវត្តស្វ័យដែករបស់យើងចូលជាបញ្ជីបតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO អញ្ចឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺមានតែខ្មែរយើងមានតែកូនខ្មែរយើងទេដែលចូលរួមថែរក្សាឲ្យតម្លៃក៏ដូចជាលើកដង្កើងនៅវប្បធម៌ខ្មែរយើងទៅវប្បធម៌ខ្មែរយើងកាន់តែរីកចម្រើនកាន់តែធ្វើឲ្យពិភពលោកទទួលស្គាល់និងដឹងឮឲ្យកាន់តែច្បាស់អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណបាយបាយ